របៀបធ្វើទឹកម្ទេសផ្អែមខាប់សម្រាប់ជ្រលក់ជាមួយនឹងមាន់បំពងជាដើមសម្រាប់ញ៉ាំនៅផ្ទះចាអញ្ចឹងជាដំបូងឡើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំមានម្ទេសដៃនាងនឹងចំនួន12ផ្លែហើយនឹងខ្ទឹមសរបស់យើងនឹងចំនួន1ដុំប្រហែលជា12កំពឹសអីហ្នឹងហើយសម្រាប់ម្ទេសអីបងប្អូនអាចបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាឥឡូវយើងហាន់ខ្ទឹមហើយម្ទេសរបស់យើងឲ្យតូចៗមកហើយបន្ទាប់មកយើងយកខ្ទឹមហើយម្ទេសរបស់យើងទៅកិនដោយខ្ញុំបន្ថែមទឹកចំនួន150មីលីលីត្របើសិនមកបងប្អូនអត់មានប្រាប់កិនទេបងប្អូនអាចបុកខ្ទឹមនិងម្ទេសរបស់យើងឲ្យបានម៉ត់ក៏បានដែរឥឡូវនេះយើងបានកិនវាម៉ត់ល្អហើយអញ្ចឹងយើងយកខ្ទឹមនិងម្ទេសដែលយើងបានកិនអំបិញមិញហ្នឹងយើងដាក់ចូលទៅក្នុងឆ្នាំងហើយបន្ទាប់មកខ្ញុំបន្ថែមទឹកក្រូចឆ្មាចំនួន70មីលីលីត្រប្រហែលជា4ស្លាបព្រាបាយកន្លះហើយខ្ញុំបន្ថែមស្ករសរបស់យើងហ្នឹងចំនួន1ខាំកន្លះអំបិលចំនួន1ស្លាបព្រាបាយរៀងចាប់បន្តិចមកហើយយើងរំងាស់ទឹកម្ទេសរបស់យើងនឹងប្រហែលជា3នាទីនៅពេលទឹកម្ទេសរបស់យើងចាប់ផ្ដើមពុះហើយគឺខ្ញុំបន្ថែមម្សៅពោតឬក៏បងប្អូនអាចប្រើម្សៅឆាក៏បានដែរចំនួន1ស្លាបព្រាបាយយើងលាយជាមួយនឹងទឹកត្រជាក់របស់យើងនឹងចំនួន3ស្លាបព្រាបាយយើងកូរវារលាយហើយយើងចាក់ចូលទៅក្នុងទឹកម្ទេសរបស់យើងហើយយើងកូររហូតដល់ទឹកម្ទេសរបស់យើងបានខាប់ល្អបែបនេះមកយើងបិទភ្លើងជាការស្រេចចាសម្រាប់ទឹកម្ទេសផ្អែមខាប់នេះដែរយើងអាចរក្សាទុកវានៅក្នុងទូទឹកកកបានរយៈពេលប្រហែលជា1សប្តាហ៍